ឥឡូវសូមមកចែករំលែកបងប្អូនអំពីការភ្ញាក់ពងនេះពងនេះគឺពងយើងមកត្រាំទឹកពងនឹងយើងបានសម្អាតរួចរាល់ហើយរែងអស់សាច់ហើយយើងយកមកត្រាំទឹកដើម្បីឲ្យវារីកបន្តិចបន្ទាប់មកក្រោយពីបានត្រាំទឹកប្រហែលជា5នាទីយើងក៏ស្រង់យកមកសម្ដិលទុក10នាទីឲ្យពងនឹងស្រក់ទឹកអស់ឥឡូវនេះចូលដល់វគ្គរៀបចំក្រាលលេខសាច់នេះយើងបាញ់លេខសាច់ដើម្បីឲ្យមានសំណើមសើមអញ្ចឹងណាបងប្អូនមុននឹងយើងរៀបពងកដោពីលើពោះសំណើមវិញគឺយើងយកមកល្មមឲ្យល្មមសើមបងប្អូនពិនិត្យមើលអញ្ចឹងណាវាមិនសើមអៀចពេកទេមកល្មមដើម្បីកុំឲ្យកដោវាឈ្មោលទៅក្រោមបន្ទាប់ពីរៀបចំលេខសាច់មានសំណើមមកហើយបងប្អូនក៏ចាប់ផ្ដើមយកពងមករាយពីលើលេខសាច់ហ្នឹងបងប្អូនរាយមកឲ្យស្មើអញ្ចឹងណាបងប្អូនរាយមួយអញ្ចឹងទៅរហូតដល់ពងហ្នឹងពេញអស់1គីឡូហ្នឹងបន្ទាប់ពីរាយពងរួចរាល់អស់ហើយបងប្អូនមករៀបចំសកៃដូងម្ដងសកៃដូងហ្នឹងត្រូវការឲ្យម៉ត់បងអញ្ចឹងហើយបងប្អូនត្រូវតែបំបែកវាហើយបំបែកវាអញ្ចឹងឥឡូវយើងមកបាញ់ទឹកនៅលើសកៃដូងនឹងម្ដងយើងបាញ់ស្មើនៅលើសកៃដូងនឹងបន្ទាប់មកយើងច្បល់បងប្អូនច្បល់ឲ្យវាសព្វណាព្រោះអីយើងត្រូវការសំណើមជាចាំបាច់ហ្មងហើយសំណើមនឹងត្រូវតែឲ្យបានដល់រយៈពេល3ថ្ងៃនៅក្នុងការផ្ងំពងនឹងហើយយើងក៏ចាប់ផ្ដើមយកសកៃដូងនឹងយើងយកមករាយពីលើពងនឹងឲ្យស្មើអញ្ចឹងណាបងប្អូនឲ្យស្មើឲ្យក្រាស់មកពូកម្រាស់របស់សកៃដូងវិញគឺបងប្អូនរៀបប្រហែលជាមួយថ្នាំងដៃមកបងប្អូនកាយមកលោកដៃចូលទៅក្នុងអញ្ចឹងមកហើយយើងវាស់ប្រហែលជាមួយថ្នាំងដៃគឺល្អជាចុងក្រោយវិញគឺជាចំហៀនបាញ់ទឹកនៅលើសកៃដូងអាហ្នឹងគឺជាចំហៀនដែលសំខាន់បំផុតណាបងប្អូនសំណើមឲ្យគ្រប់គ្រាន់ហើយក៏មិនលើសពេកដែរបើមិនជាលើសពេកអាចធ្វើឲ្យពងយើងស្កកក៏ថាបានដែរបងប្អូនតែយើងនៅវិធីមួយដើម្បីស្មានបានថាគួរតែឲ្យសំណើមប៉ុណ្ណាគ្រប់គ្រាន់បងប្អូនលោកដៃចូលទៅក្នុងសកៃដូងហ្នឹងលោកទៅផ្នែកខាងក្រោមនិងសកៃដូងខាងក្រោមបើមិនជាសកៃដូងនឹងមានជាតិសើមអ៊ីកមើលទៅចំណាំងដៃណាអាហ្នឹងគឺគ្រប់គ្រាន់ហើយសើមដៃយើងហ្នឹងគឺល្អបាទឥឡូវគឺរួចហើយបងប្អូនអត់មានអីទៀតទេយើងរៀបចំជាកេះមកហើយយើងរុំស្កុតឲ្យចិត្តណាបងប្អូនដើម្បីរក្សាកម្ដៅនៅក្នុងកេះហ្នឹងអាហ្នឹងគឺជាបទពិសោធន៍សម្រាប់ការភ្ញាក់ពងរបស់ខាងខ្ញុំអញ្ចឹងណាហ្នឹងហើយចែករំលែកបងប្អូនដើម្បីបងប្អូនយើងអ្នកដែលមិនទាន់ចេះហ្នឹងហើយបងប្អូនក៏អាចយកគំរូទៅតាមនឹងបានហ្នឹងហើយអរគុណច្រើនជម្រាបលា